សហព័ន្ធកីឡាវាយសីកម្ពុជាបានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Vito Sport Cambodia Co Ltd នារសៀលថ្ងៃទី17 ខែមិថុនាឆ្នាំ2026នៅអគារគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាឯកឧត្តមកុសលសវណ្ណវិសាលអនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាតំណាងឯកឧត្តមលីកុសលរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានមានប្រសាសន៍ថាហត្ថលេខាលើអនុសារណៈយោគយល់គ្នាក្នុងភាពជាដៃគូនេះជាការបើកផ្លូវថ្មីមួយទៀតដើម្បីទទួលបាននូវឱកាសបន្ថែមក្នុងការបង្កើនគុណផលកីឡាវាយសីកម្ពុជាដោយមានការបង្កើននិងអភិវឌ្ឍសមត្ថភាពដើម្បីជំរុញសក្តានុពលរបស់កីឡាករចំពោះមុខអនាគតដែលរីកចម្រើនប្រែប្រួលឥតឈប់ឈរហើយមានសមត្ថភាពពេញលេញក្នុងការចូលរួមប្រកួតថ្នាក់ជាតិតំបន់និងអន្តរជាតិឯកឧត្តមកុសលសវណ្ណវិសាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Vito Sport Cambodia និងដៃគូពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមសហការផ្តល់ការគាំទ្ររៀបចំព្រឹត្តិការណ៍នានាក្នុងការប្រកួតជាលក្ខណៈជាតិអន្តរជាតិនិងវគ្គបណ្តុះបណ្តាលនានាដែលសកម្មភាពទាំងនេះគឺជាការចូលរួមនិងគាំទ្រយ៉ាងសំខាន់ក្នុងបេសកកម្មរបស់សហព័ន្ធជារួមក្នុងការលើកកម្ពស់បង្កើនគុណភាពវិស័យកីឡាវាយសីឆ្លើយតបទៅនឹងតថភាពសង្គមកម្ពុជាយ៉ាងពិតប្រាកដហើយស្របតាមទស្សនវិស័យរបស់អរិរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី7នេះជាក់ស្ដែងសហព័ន្ធកីឡាវាយសីកម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ពោរពេញដោយជំនឿចិត្តនិងបានបំពេញភារកិច្ចក្នុងវិស័យកីឡាស្របតាមចក្ខុវិស័យគុណតម្លៃគោលបំណងគោលដៅជាយុទ្ធសាស្ត្រក្នុងផែនការនៃដំណើរឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ2031សហព័ន្ធកីឡាវាយសីកម្ពុជាបានចូលរួមគាំទ្រនិងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាបាននូវពាក្យស្លោកពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទឯកឧត្តមជឿជាក់យ៉ាងមុតមមថាពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នារវាងសហព័ន្ធកីឡាវាយសីកម្ពុជានិងក្រុមហ៊ុន Vito Sport Cambodia នាពេលនេះគឺជាការបើកផ្លូវថ្មីមួយទៀតដើម្បីទទួលបាននូវឱកាសបន្ថែមក្នុងការបង្កើនគុណផលកីឡាវាយសីកម្ពុជាដោយមានការបង្កើននិងអភិវឌ្ឍសមត្ថភាពដើម្បីជំរុញសក្តានុពលរបស់កីឡាករចំពោះមុខអនាគតដែលរីកចម្រើនប្រែប្រួលឥតឈប់ឈរហើយមានសមត្ថភាពពេញលេញក្នុងការចូលរួមប្រកួតថ្នាក់ជាតិតំបន់និងអន្តរជាតិសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Vito Sport Cambodia ដែលមានទំនុកចិត្តសហការជាដៃគូផ្លូវការជាមួយសហព័ន្ធហើយយើងរួមគ្នាជំរុញវិស័យកីឡាវាយសីទៅមុខជាលំដាប់